បងប្អូនខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃខ្ញុំអាយុច្រើនហើយប៉ុន្តែកម្លាំងខ្ញុំនៅតែខ្លាំងដដែលហើយខ្ញុំមានដៃគូខ្ញុំមួយដែរនៅខាងក្រោយខ្ញុំនេះដៃគូខ្ញុំនេះគឺម៉ាក់ចនឌីនេះក៏វាចាស់ដូចខ្ញុំដែរប៉ុន្តែវានៅប្រើខ្លាំងដូចថ្មីយ៉ាងបងប្អូនរដូវក្តៅមកដល់ហើយប្រើតិចនិច4សំខាន់ដើម្បីឲ្យត្រាក់ទ័របងប្អូនប្រើប្រាស់បានយូរអង្វែងដូចទើបទិញថ្មីអញ្ចឹងទី1ត្រូវត្រួតពិនិត្យប្រព័ន្ធត្រជាក់គេហៅថា cooling system នេះយើងមកពិនិត្យមើលកន្លែងនេះដំបូងត្រូវត្រួតពិនិត្យកម្រិតទឹកនៅក្នុងធុងទឹកឲ្យបានរាល់ថ្ងៃមុនពេលបញ្ឆេះបើខ្វះត្រូវថែមហើយបើអាចគួរថែមទឹកស្អំម៉ាស៊ីនដែលមានឈ្មោះថា coolant ដែលមានគុណភាពខ្ពស់ដើម្បីការពារច្រេះនិងជួយបញ្ចុះកម្ដៅបានលឿនសម្អាតធុងទឹកនៅរដូវក្តៅសម្បូរទៅដោយធូលីនិងកម្ទេចចំបើងវាចូលមកស្ទះរុនធុងទឹកយើងត្រូវតែបាញ់ខ្យល់សម្អាតឬក៏លាងទឹកឲ្យស្អាតដើម្បីឲ្យខ្យល់ចេញចូលបានល្អមួយវិញទៀតយើងត្រូវត្រួតពិនិត្យខ្សែពានម៉ាស៊ីនតើវាធូរឬមួយក៏ដាច់លហែកឧបមាថាខ្សែពាននេះវាធូរយើងត្រូវរឹតបន្ថែមហើយយើងមើលតើវាដាច់ឬមួយរលាត់ឡើយណាខ្លាំងយើងត្រូវតែដូរចេញដើម្បីឲ្យដង្ហើមវិលញាប់ឲ្យម៉ាស៊ីនយើងត្រជាក់បានលឿនចំណុចទី2ការពារផ្នែកម៉ាស៊ីននៅរដូវក្តៅប្រេងម៉ាស៊ីនឆាប់នឹងរាវខូចគុណភាពដូច្នេះយើងត្រូវបដូរប្រេងម៉ាស៊ីននិងតម្រងប្រេងឲ្យបានទៀងទាត់តាមកាលកំណត់មួយវិញទៀតយើងត្រូវត្រួតពិនិត្យតម្រងខ្យល់ដោយសារតែរដូវក្តៅនេះវាសម្បូរទៅដោយធូលីវាអាចចូលមកក្នុងចម្រោះខ្យល់របស់យើងនេះស្ទះដូច្នេះយើងត្រូវដោះសម្បុកអែនេះចេញយកទៅផ្លុំខ្យល់ឲ្យស្អាតឬមួយក៏ដូរថ្មីនៅពេលដែលវាឡើងខ្មៅដើម្បីឲ្យខ្យល់ចូលទៅក្នុងម៉ាស៊ីនដុតឆេះបានល្អចំណុចទី3ត្រួតពិនិត្យសម្បកកង់និងសម្ពាធខ្យល់ព្រោះដោយសាររដូវក្តៅធ្វើឲ្យខ្យល់និងសម្បកកង់រីកមាឌដូច្នេះយើងកុំសប់កង់នឹងតឹងពេកបណ្ដាលឲ្យផ្ទុះកង់នៅពេលដែលយើងធ្វើការងារធ្ងន់ជាពិសេសនោះយើងធ្វើការនៅក្រោមកម្ដៅថ្ងៃខ្លាំងលើដីរឹងដីថ្មជាដើមចំណុចទី4របៀបប្រើប្រាស់ត្រាក់ទ័រនៅរដូវក្តៅខ្លាំងបើយើងឃើញទនិចនាឡិកាកម្ដៅឡើងជិតដល់ពណ៌ក្រហមយើងត្រូវតែបន្ថយល្បឿនឬឈប់ត្រាក់ទ័រនៅក្នុងម្លប់មួយសន្ទុះសិនមិនត្រូវបង្ខំត្រាក់ទ័រឡើយកុំទាន់កាច់សោបលុតភ្លាមបន្ទាប់ពីយើងធ្វើការងារធ្ងន់យើងទុកឲ្យម៉ាស៊ីនឆេះធម្មតាសិនហើយយើងបន្ថយហ្គាឲ្យវាឆេះយឺតពី3ទៅ5នាទីដើម្បីឲ្យម៉ាស៊ីនចុះត្រជាក់ទើបយើងកាច់សោបលុតចំណុចគួរប្រុងប្រយ័ត្នសម្រាប់អ្នកបើកបរកុំបើកគម្របធុងទឹកភ្លាមនៅពេលដែលម៉ាស៊ីនធ្វើការងារក្តៅខ្លាំងបណ្ដាលឲ្យទឹកបាញ់ចេញមកក្រៅរលាកស្បែកបានចំណុចពិសេសទាំង4ខាងលើនេះវាធ្វើឲ្យត្រាក់ទ័ររបស់យើងប្រើប្រាស់បានយូរអង្វែងហើយមិនបង្កបញ្ហាអ្វីដល់ការងាររបស់យើងឡើយបើបងប្អូនមានចម្ងល់សូមតាក់ទងមកយើងខ្ញុំតាមលេខទូរស័ព្ទខាងក្រោមខ្ញុំបាទទេសសំសូមអរគុណសូមជម្រាបលា